ជំរាបសួរសួស្តីបងប្អូនទាំងគ្នាចាថ្ងៃនេះគឺមក review តទៅនឹងចាទិដ្ឋភាពនៅក្នុងចាប់បន្ទប់របស់យើងចាតើមានលក្ខណៈបែបណាចាទស្សនាទាំងអស់គ្នាដូចតទៅនេះជាបន្ទប់ស្នាក់នៅប្រទេសឌូបៃចាបងប្អូនអាចមើលគំរូតាមការរៀបចំការ decor ឬក៏ការ design បន្ទប់នីមួយៗតើការរៀបចំបែបម៉េចគឺយើងអាចចាយកមើលគំរូរបស់គេបានចាប្លង់ណាដែលស្អាតបងប្អូនអាចជាចាយកជា decor នៅក្នុងផ្ទះយើងក៏បានឬក៏បងប្អូនដែលមានចារៀបចំជាបន្ទប់ទទួលភ្ញៀវផ្សេងអាចយកគំរូចា decor ដែលមាន view ស្អាតតាមបង្អួចឬក៏ការរៀបចំចាផ្សេងទៀតចាឆ្លាញ់ប្លង់នេះជាងគេបងប្អូនចាអញ្ចឹង view យើងមើលពីបន្ទប់យើងទៅបងប្អូនចាស្អាតមែនទែនចាមើលមកគឺស្រស់ស្រាយបងប្អូនអាចជាយកប្លង់នេះចានៅពេលដែលយើងរៀបចំបន្ទប់មិនថាជាផ្ទះផ្ទាល់ឬក៏បន្ទប់ផ្សេងបែបជាលក្ខណៈចាបន្ទប់ស្នាក់នៅចាសម្រាប់ជួលរបស់យើងអរគុណច្រើនបងប្អូនទាំងគ្នាចាដែលតាមដានរៀងរាល់វីដេអូដែលខ្ញុំបានចែករំលែកពីទិដ្ឋភាពស្អាតចាមិនថាក្នុងប្រទេសឬក៏ក្រៅប្រទេសក៏ដូចជាការទទួលនៅចំណេះដឹងផ្សេងចាដែលខ្ញុំបានចែករំលែកអរគុណច្រើនបងប្អូនជួបគ្នានៅវីដេអូបន្តទៀតចាអរគុណច្រើនជម្រាបលាបាយបាយ